លីយូយើងខ្ញុំក៏សូមគោរពអញ្ជើញឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសទាំងអស់រីករាយទស្សនានៅផ្ទាំងទស្សនីយភាពរឿងល្ខោននិយាយកុលាបបៃលិនដូចតទៅយើងខ្ញុំសូមជូនទស្សនីយភាពល្ខោននិយាយរឿងកុលាបបៃលិនដែលជាប្រឡោមលោកដ៏ល្បីល្បាញនិងជាស្នាដៃនិពន្ធរបស់លោកតាញុកថែមដើម្បីសម្ដែងជូនទស្សនិកជនបានទស្សនានៅពេលនេះក្រុមអេសីវូឡេសូមជូនទស្សនីយភាពល្ខោននិយាយរឿងកុលាបបៃលិនសូចៅចិនជីវិនកំព្រាក្រត់បៃតាគ្រួសារជាតិទីគុំអ្នកហើយសោកាអរាអួលអង្គរួងនៅគ្មានញាតពឹងពាក់វាសនាធ្លាក់ក្នុងខ្ញុំព្រៃធនធានក៏គ្មាននឹងគេតែនទួយនឹងគ្នាទៅពឹងលើអ៊ំជំរាបសួរអ៊ំបាទយើងកាយថ្លៃប្រាក់មួយហើយចុះក្មួយឆោរីរាហ្នឹងក្មួយរកណាដែរបាទអ៊ំខ្ញុំមករកផ្ទះលោកលួងរតនសម្បត្តិតើនេះជាផ្ទះគាត់មែនទេអ៊ំអូផ្ទះលោកហ៎បាទនឹងហើយជាផ្ទះលោកអូពិតមែនទេអ៊ំហើយចុះក្មួយរកលោកនោះមានការអីបាទអ៊ំខ្ញុំមានការចង់ជួបលោកអ៊ំអូចង់ជួបលោកហ៎បាទណាបើចង់ជួបលោកហ្នឹងមកតាមអ៊ំមកបាទអរគុណអ៊ំណ៎មួយបាទអ៊ំក្មួយឯងចាំនឹងសិនទៅណាអត់ចាំនៅចាំនឹងសិនអ៊ំហ្នឹងហើយចាំអ៊ំទៅជំរាបលោកសិនបាទអ៊ំបាទចាំnữaក្មួយណាបាទអ៊ំមិនថាឲ្យទៅជាមួយឥឡូវឲ្យគួយចាំនៅនេះយូរមែនអ៊ំស្ងាត់ឈឹងត្មងអ៊ំលោកម្ចាស់ទៀនប្រុសសុនមានការអីហ្នឹងបាទទៀនប្រុសមានក្មេងម្នាក់ហ្នឹងចង់ជួបទៀនអូអញ្ចឹងផងបាទទៀនឲ្យគេចូលមកបាទទៀនប្រុសមួយលោកឲ្យទៅជួបឲ្យជួបអ៊ំហ្នឹងហើយមកបាទអរគុណអ៊ំខ្ញុំឡើងតាមនេះបានទេអ៊ំមកអូឡើងតាមនោះវិញហើយមកលឺមកបាទអ៊ំចាំបន្តិចអ៊ំ អូ
បាទ តែគាត់ធំ ទៀន ណាស់ គឺក្មេងម្នាក់នោះហើយដែលចង់ជួបទៀនប្រុស ខ្ញុំបាទសូមក្រាបប្រណិប័តបដិជគុណ ល្អហើយចុះក្មួយឯងមកពីណាត្រូវការមកជួបនឹងខ្ញុំនេះមានការអី បាទគឺលោកគ្រូពេទ្យស្អាតបានឲ្យខ្ញុំយកសម្បត្តិមួយច្បាប់យកមកជូនបដិជគុណទៀន លោកពេទ្យស្អាតក្មួយរបស់ខ្ញុំហ្នឹង បាទ ឯណាសម្បត្តិ នេះបដិជគុណ ក្មួយឯងហ្នឹងឈ្មោះចៅចិត្ត បាទខ្ញុំបាទនេះឲ្យឈ្មោះចៅចិត្ត ដែលលោកពេទ្យស្អាតបញ្ជូនខ្លួនមកឲ្យខ្ញុំនោះ បាទ តែអ៊ំមើលទៅក្មួយដូចជាមិនទំនងសោះព្រោះថាណែការងាររបស់អ៊ំនេះវាធ្ងន់ធ្ងរណាស់តលតែស៊ូទ្រាំជីកដីក្នុងមួយថ្ងៃពី5ទៅ6ម៉ោងឯណោះទើបបានស្ទុះរួចចុះបើរូបរាងស្អាតបាទដូចជាក្មួយអញ្ចឹង អ៊ំជឿថាក្មួយមិនអាចទ្រាំទ្រនឹងការងារដ៏ធ្ងន់នេះបានទេក្មួយច្បាស់ជារត់ទៅផ្ទះវិញហើយណា ទៀនប្រុសមនុស្សដតីគេធ្វើបានខ្ញុំបាទក៏ធ្វើបានដូចគេដូចឯងដែរមនុស្សដែលកើតមកក្នុងលោកសន្តិវិននេះមិនប្រកាន់ការងារធ្ងន់ឬស្រាលទេខ្ញុំបាទមិនដែលគិតដូច្នោះទេខ្ញុំនឹងខិតខំធ្វើការទោះបីការងារនេះធ្ងន់ក្តីស្រាលក្តីណាទៀនប្រុស ឯងនិយាយនេះត្រូវណាស់ចៅចិត្តឯខ្ញុំក៏ត្រូវការមនុស្សដែលចង់ធ្វើការជានិច្ចអណ្ដូងត្បូងនៅទិសខាងកើតដែលខ្ញុំកំពុងឲ្យកម្មករចាប់ផ្ដើមជីកជ្រើសរើសយកត្បូងល្អដ៏មានតម្លៃព្រឹកស្អែកនេះអ៊ំនឹងបញ្ជូនក្មួយឲ្យទៅទីនោះ អូអរគុណណាស់ ប្រាក់ខែនៅគ្រាដំបូងនេះអ៊ំនឹងឲ្យក្មួយ30រៀលសិនប្រាក់ខែនឹងកើនឡើងជាងនេះទៅទៀតប្រសិនណាបើក្មួយខិតខំធ្វើការដោយមើងម៉ាត់ហើយម៉ត់ចត់ទៀតនោះណា បាទទៀនប្រុសខ្ញុំបាទនឹងខិតខំធ្វើការមិនឲ្យបដិជគុណខកបំណងនោះទេទៀន លោកប៉ា អូនារីកូនថ្ងៃនេះប៉ាបានកម្មករម្នាក់ចូលមកធ្វើការថ្មីទៀតហើយកូន ម្នាក់នេះមែនទេជាអ្នកចូលធ្វើការថ្មីរបស់យើងលោកប៉ា ចៅចិត្ត បាទ នេះខុននារីកូនស្រីតែម្នាក់គត់របស់ខ្ញុំណា បាទជំរាបសួរទៀនប្រុស លោកប៉ាមៀតធំតែតិចដូចពាក្យចាស់ពោលថាធំតាមៀតជាតមុងហូបច្រើនតែគ្មានកម្លាំងធ្វើការមកវិញស្លេកភ្នែកស្លាក់ដូចមនុស្សញៀនអាភៀន ទៀនប្រុសមនុស្សត្រង់គេមិនសម្គាល់ថាជាមនុស្សល្ងងនោះទេទៀនឯមនុស្សមុខសេកស្លាំងក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរសេកស្លាំងយ៉ាងខ្ញុំបាទនេះមានកម្លាំងធ្វើការដូចគេដូចឯងគ្រាន់តែភ្នែកខ្ញុំស្លុកតែប៉ុណ្ណោះទៀន លោកប៉ាមនុស្សនេះមិនទាន់បានអីផងហ៊ានតមាត់មិនឲ្យធ្លាក់ដល់ដីមួយម៉ាត់សោះ ណាស់ហើយនារីកូនកូនមើលរៀបចំទៅផ្សារទិញម្ហូបដាំបាយឲ្យបានច្រើនដើម្បីត្រៀមទុកឲ្យចៅចិត្តគេញ៉ាំផងណា អរគុណណាស់ទៀន ចាស់លោកប៉ាអញ្ចឹងកូនទៅផ្សារ ទៅចុះ មកចាន់
សុន បាទទៀនប្រុស ឯងមើលនាំចៅចិត្តទៅរកកន្លែងសម្រាប់ដោយកម្មករដទៃទៀតទៅណាហើយចាំថ្ងៃស្អែកយើងនឹងបញ្ជូនគេឲ្យទៅអណ្ដូងត្បូងស្ដាប់បានទេ បាទទៀន ទៅចុះ អរគុណណាស់បដិជគុណ មកក្មួយ បាទអ៊ំ មកតាមអ៊ំអេមួយ បាទអ៊ំ ហើយមិនឈរមើលភ្លឹកហ្នឹងមានរឿងអីហ៎ បាទខ្ញុំបាទគ្មានរឿងអីទេអ៊ំ មកនេះជាផ្ទះឯងសម្រាប់ស្នាក់នៅ អូអញ្ចឹងខ្ញុំត្រូវស្នាក់នៅផ្ទះនេះហ៎អ៊ំ ចុះអ៊ំស្នាក់នៅណាវិញអ៊ំ អូផ្ទះអ៊ំនៅនោះ បាទអ៊ំចាប់ពីថ្ងៃនេះទៅសូមអ៊ំជួយណែនាំខ្ញុំផងអ៊ំ មិនអីទេតែអ៊ំដូចជាឆ្ងល់តាំងពីក្មួយមកជួបអ៊ំមកអ៊ំឃើញក្មួយដូចជាភ្លឹកភ្លេចមានរឿងអីហ៎ បាទអ៊ំនិយាយឲ្យត្រង់ទៅជីវិតខ្ញុំកំសត់ខ្លាំងណាស់អ៊ំក្រលំបាកតោកយ៉ាកហើយឪពុកក៏ត្រូវឃ្លាតបាត់ទៅទៀត រួចឪពុកក្មួយនឹងឃ្លាតគាត់ទៅណា ឪពុកខ្ញុំគាត់បានទទួលអនិច្ចកម្មបាត់ទៅហើយអ៊ំ ក្មួយហើយជីវិតកើតចាស់ឈឺស្លាប់វាជារឿងធម្មតាទេក្មួយសំខាន់ណាស់យើងឯនេះដែលមានជីវិតរស់នៅយើងត្រូវតែតស៊ូណាក្មួយ បាទអ៊ំខ្ញុំនឹងតស៊ូព្រោះមុនពេលដែលឪពុកខ្ញុំគាត់ទទួលអនិច្ចកម្មទៅគាត់បានផ្ដាំនៅពាក្យថាអត្តហិអត្តនោនាថោ ល្អណាស់ក្មួយពាក្យនេះលោកបានទូមានយើងកុំឲ្យលោភលន់កុំឲ្យទៅជាមនុស្សអត្តតថភាពឲ្យពឹងអ្នកដទៃឬមិនឲ្យអ្នកដទៃនឹងពឹងពាក់យើង បាទអ៊ំខ្ញុំនឹងចងចាំទុកជានិច្ច មិនអីទេក្មួយទៅសម្រាប់ចុះចាំស្អែកហ្នឹងអ៊ំនាំក្មួយហ្នឹងទៅកន្លែងដងថ្មី បាទអ៊ំខ្ញុំអរគុណហើយអ៊ំ សម្រាប់ចុះក្មួយ បាទ ទៅចុះ ចាន់រួចស្មាននឹងទៅណា អូខ្ញុំមកពីយកស្បែកឲ្យអ្នកនាង អ៊ំហើមឯងស្មានណាទៅមកពីណា អូអ៊ំទៅមកពីផ្ទះចិត្តនោះ ចិត្តអូកម្មករថ្មីហ្នឹងមែនអ៊ំ ហ្នឹងហើយ អ៊ំម្នាក់ហ្នឹង តើកុំបាច់ឆ្ងល់ច្រើនយកស្បែកឲ្យអ្នកនាងគេលោអ្នកនាងចាំយូរ អ៊ំគ្រាន់តែសួរតិចផងមិនបាន ទៅសួរនឹងចង់ដឹងថាម៉េចនោះ
ប្រុសទាំងស្រីចូលយុងវាសាលាដែលទើបកើតថ្មីប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នាឲ្យបានចំបាច់ជាក្រុមមិត្តភក្តិស្រឡាញ់រួមរះជាសាមគ្គីទាំងជាតិយើងផងនានាមេត្រីគ្រប់គ្នាជាសុខសែងសាគួរជួយអ្នកសត្វឲ្យបានចេញទៅតើមើលលោកនៅសពទីភូមិថាមើលស្រែចំការនឹងច្បាស់អូទីពេញការប៉ុន្មានต้องចងចាំតចាត់អេចាត់ បាទអូខុនទេខុនអញ្ជើញអង្គុយលេងនៅទីនេះសិនមកខុនអញ្ជើញខុនអញ្ជើញមកលេងផ្ទះខ្ញុំបាទមានសក្តិតិចអូនណាទុកដូចជាទទួលបានកិត្តិយសដល់ខ្ពង់ខ្ពស់ណាស់ទៀន អ្នកណានិយាយថាខ្ញុំមកលេងនឹងអ្នកឯង ចុះខុនអញ្ជើញមកផ្ទះខ្ញុំបាទមានការអី ខ្ញុំមកស្ដាប់មនុស្សច្រៀង នោះច្រៀង ចុះអំបាញ់មិញនេះតើនរណាជាអ្នកច្រៀងទំនុកយុវភិរមក្តែងនៅទីនេះ ទៀនប្រុសយុវភិរមជាអ្វីជាសត្វឬក៏ជាមនុស្សខ្ញុំបាទដូចជាមិនដែលឮឈ្មោះនេះពីមុនមកសោះទៀន ណែអ្នកភ្លើយុវភិរមជាទំនុកច្រៀងហើយខ្ញុំចង់ដឹងតើអំបាញ់មិញនេះតើនរណាជាអ្នកច្រៀង នរណាច្រៀងខ្ញុំបាទអត់ដឹងឡើយទៀនព្រោះកំថាឡើយបទភ្លេងយុវភិរមជាទំនុកថ្មីតែបទសក្បាលចុះផែអ៊ំទូក10ឆ្នាំក៏ខ្ញុំបាទនេះមិនចេះច្រៀងដែរ កំពុត បាទ ខ្ញុំលើសំឡេងចេញពីផ្ទះនេះច្បាស់ណាស់ហើយនៅក្នុងផ្ទះនេះមានតែអ្នកឯងអ្នកគាត់មកទេ បាទនៅក្នុងផ្ទះនេះមានតែខ្ញុំបាទម្នាក់ទេខុនតែខ្ញុំបាទបានជម្រាបហើយថាខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ អ្នកឯងច្រៀងក្តែងប៉ុណ្ណឹងហីនៅតែបកកែនឹងទៀត ខុនខ្ញុំបាទបានជម្រាបហើយថាខ្ញុំបាទមិនមែនជាអ្នកច្រៀងក៏នៅតែបង្ខំក៏នៅតែថាខ្ញុំបាទនឹងជាអ្នកច្រៀងបើខ្ញុំបាទចេះច្រៀងខ្ញុំបាទនឹងច្រៀងជូនខុនស្ដាប់ឥឡូវនេះភ្លាម មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ ចុះបើមិនចេះស្ដាប់ភាសាខ្មែរធ្វើម៉េចនិយាយស្ដាប់គ្នាបាន ខ្ញុំនិយាយខ្លាំងណាស់ ឈប់សិនខុនបញ្ញាប់ទៅណាហ្នឹង ទៅដេក ខុនកុំអាបញ្ញាប់ទៅដេកអីខុនខុនមិនគួរលះបង់ធម្មជាតិដល់ស្រស់ត្រកានាពេលរាត្រីដែលគួរឲ្យចង់គយគុណឲ្យទៀតខុន ខ្ញុំក៏ចូលចិត្តធម្មជាតិល្អដូចនេះដែរ ពិតមែនហើយខុន តែស្អប់មនុស្សឈួតព្រើនៅទីនេះ នៅទីនេះគ្មានមនុស្សឈួតទេខុនទៅហៅចុះខុនអញ្ជើញទៅលេងនៅសួនច្បារខាងនោះវិញខុន វងចន្ទរះពួងនៅឆ្ងាយសំឡឹងស្រញញឹមក៏ប្រឹងដោយពងព្រះស្រីខុនគប់ចិត្តនឹងពលឺរស្មីដួងច័ន្ទនោះដែរឬទេ គួរឲ្យត្រជាក់ស្រស់ថ្លាណាស់ចិត្ត ពិតមែនហើយខុនធម្មជាតិជារបស់ដ៏ចម្លែកនេះអាចប្រឡំលួងលោមទូចិត្តរបស់មនុស្សយើងឲ្យរីករាយស្រស់ថ្លាបានពលឺច័ន្ទនៅផ្កាយតូចនាពេលរាត្រីហាក់បបោអង្អែលអារម្មណ៍របស់មនុស្សយើងឲ្យរីករាយស្រស់ថ្លាបានខុនបើខុននៅតែម្នាក់ឯងហើយនៅជាមួយនឹងធម្មជាតិបែបនេះតើខុនធ្លាប់នឹកគិតស្រមៃដល់ញាតិមិត្តដែលនៅឆ្ងាយដែរឬទេ ខ្ញុំក៏ធ្លាប់នឹកដែរចិត្តចង់ចិត្តវិញ ខ្ញុំបាទក៏ធ្លាប់នឹកដែរខុនហ
ហើយតែងតែជាប់នៅក្នុងដួងចិត្តខ្ញុំជានិច្ចគុណនិយាយអញ្ចឹងតាំងតែពីខ្ញុំបានមកស្នាក់អាស្រ័យនៅលើផ្ទះគុណខ្ញុំបានដូចជាមិនដែលឃើញអ្នកម្ដាយគុណសោះខ្ញុំគ្មានម្ដាយទេចាត់អេចម្លែកដែរបើគុណគ្មានម្ដាយតើគុណកើតម្ដេចមិនបានហ៎ហើយមិនបានតែគាត់ឯងនាំអត់អើបដាឲ្យខ្ញុំខឹងពេលតែគ្មានម្ដាយនេះគឺថាម្ដាយខ្ញុំក៏ដល់តែកម្មទៅហើយតើអ្នកឯងយល់ទេបាទខ្ញុំបានយល់ហើយទៀតតែគុណនៅក្រំបាជាងខ្ញុំតែម្ដាយគាត់ឯងគាត់ខូចដែរមែនទេគុណនៅក្រំបាជាងខ្ញុំច្រើនគុណនៅមានឪពុកជាអ្នកថែរក្សាបីបាច់ចំណែកខ្ញុំគ្មានទាំងឪពុកគ្មានទាំងម្ដាយប្រសិនបើគុណជាខ្ញុំហើយថែមទាំងជាស្ត្រីដែលរស់នៅក្នុងជីវិតក្រីក្រលំបាកតោកយ៉ាងជីវិតរសាត់អណ្ដែតតែម្នាក់ឯងមានពេលខ្លះរកតែបាយបរិភោគក៏ពុំបានតើវានឹងទៅជាយ៉ាងណាជីវិតតោកយ៉ាកមួយនេះចង់តាំងពីចិត្តរស់នៅទីនេះតើបានស្រួលចិត្តហើយនៅបាទតាំងតែពីខ្ញុំបានមកស្នាក់អាស្រ័យលើផ្ទះគុណខ្ញុំបានស្រួលច្រើនខ្ញុំបាទមិនភ័យព្រួយរឿងអត់បាយក្រហាយទឹកស្លាប់ទៀតទេបើបោបៃលិននៅតែមានក្តីមេត្តាដល់ខ្ញុំបាទយ៉ាងនេះជានិច្ចតទៅខ្ញុំបាទមុខជាសុំផ្ញើឆ្អឹងនៅទីនេះហើយគុណយីចាត់និយាយអីចម្លែករហូតដល់តែផ្ញើសាច់ផ្ញើឆ្អឹងអញ្ចឹងចាស់គេមិនដឹងនិយាយចឹងទៅណាខ្លាចអីគុណបើខ្ញុំបាទគ្មានផ្ទះសម្បែងនិងគ្មានញាតិមិត្តពិតមែននោះមុននេះនិយាយថាចាត់ទុកបបៃលិនពីផ្ទះទៅហើយឥឡូវថាគ្មានទៅវិញណាស់ហើយចុះគុណយប់ជ្រៅណាស់ហើយអំណាចនៃទឹកសន្សើមនិងខ្យល់រងាបែបនេះអាចធ្វើឲ្យគុណទៅជាផ្ដាសាយនិងគ្រុនក្តៅបានគុណទៅសម្រាប់ចុះអញ្ចឹងទៅសម្រាប់មកបាទគុណបាទគុណខ្ញុំចាត់គាត់ងុយគេទេអត់ខ្ញុំបានមិនទាន់ងុយទេគុណខ្ញុំនៅមើលពលឺរស្មីដួងច័ន្ទបន្តិចសិនគុណទៅគេងមុនទៅមានណាចាន់ហេតុអីខ្ញុំត្រូវស្ដាប់បង្គាប់គេនោះតែខ្ញុំឃើញនឹងភ្នែកលឺនឹងតិចចាន់លឺអីនិយាយអីខ្ញុំមិនគិតទេចាមិនគិតទេតែខ្ញុំចង់ឲ្យអ្នកនាងត្រឡប់ទៅវិញតោះអ្នកនាងទៅវិញកុំឲ្យចាញ់ចិត្តតែនេះយប់ជ្រៅហើយណាចាន់សន្សើមក៏ធ្លាក់ហ
ហើយតែជាក់ខ្លាំងអាចធ្វើឲ្យយើងគ្រុនក្តៅងាយផ្ដាសាយបានណាច័ន្ទ ណហ្នឹងចូលចិត្តគេហើយណ តែច័ន្ទកុំនិយាយបែបនេះ ចុះត្រង់គេនិយាយបាញ់ឆិតបាញ់ឈៀងមិនគិតចវាយនាយនោះអី ខ្ញុំគ្រាន់តែចូលចិត្តស្ដាប់គេនិយាយបានហើយច័ន្ទមកយប់ជ្រៅហើយតាកេង ចាតែកេង បើជួនជាត្រូវរដូវរងាដូចក្នុងវេលានេះក៏កាន់តែត្រជាក់ខ្លាំងឡើងលុះឮសូរទឹកសន្សើមធ្លាក់ចុះពីស្លឹកឈើមិនដាច់សមនឹងពន្លឺដួងច័ន្ទមួយចំហៀងផងនោះធ្វើឲ្យនារីទុនចិត្តដែលធ្លាប់តែមានះចំពោះសម្ដីដ៏ផ្អែមត្រជាក់របស់កំឡោះចិត្តដោយយកអ្វីមកចាក់ទម្លុះបេះដូងខុននារីឲ្យឈានជើងតាមបញ្ជាមិនរឹងត្អឹងដោយពីមុនទៀតឡើយ សន្សាមជើងក្នុងដូចយំសំស្ដីអានសក្រាចៅចិនដល់បណ្ណាចិត្តដងអើយតខាងស្នេហ៍លោកកាដោយខ្លាមុនបាត់សៅវាយនោះសាមចង់បាយកុំសាន់កុំហើយមិនទីចំណោបៃលិន មិនស្នាព្រៀនធម្មជាតិក្រាបដំណប់លៀងទំនួញជាតិមុននាយទុនព្រៃត្បូងកណ្ឌីហៀងប្រហារំនេះហៀងហើយព្រីព្រាចៅប្រស្នាឈប់វត្តបងអើនៅចាំទេបងស្នាគ្រាដំបង មិនលុបរួចហើយមកទាំងស្រណងដល់ទាំងប្រស្នាអត់រកបំពេមិនដែលអើយគ្លៀនចំណង យ៉ាងម៉េចហើយគុណតារីរៀបចំហើយនៅ ចាគិតរួចហើយលោកប៉ា អូយ៉ាងម៉េចទៅហើយសុនរថយន្តនោះយ៉ាងម៉េចទៅហើយ បាទទៀនប្រុសយប់មិញហ្នឹងខ្ញុំលាងទឹកលាងអីស្រួលបួលអស់ហើយទៅឆេះដល់ព្រលឹមឡើងអត់ឆេះធ្វើម៉េចក៏អត់ឆេះដែរទៀន បដិជគុណតើបដិជគុណនឹងអញ្ជើញទៅណាដែរ អូខ្ញុំត្រូវទៅទទួលលោកបាឡាត់ឯស្រុកសង្កែបន្តិចតែរថយន្តនេះវាមិនព្រមឲ្យទៅសោះចៅជាតិ បដិជគុណសារឲ្យខ្ញុំរវៃសាកមើលក្រែងលោឆេះទៀន សាក់លោមើលចឹង បាទ សុនឯងនាំចិត្តទៅទូតពិនិត្យមើលតិចមើល បាទ តើអ៊ំសោះបាទ នារីកូនរៀបចំហើយនៅ ចាលោកប៉ាកូនរួចហើយលោកប៉ាចុះឯណារថយន្តរបស់យើង អូរថយន្តរបស់យើងនេះវាខូចឥឡូវហ្នឹងឲ្យសុននាំចៅចិត្តទៅជួសជុលហើយណាកូន តិចទៅមិនរួចតែដឹងប៉ា អូទៀនប្រុសឆេះហើយទៀនឆេះហើយបានចៅចិត្តនេះគេណាក់ធ្វើឲ្យឆេះទៀន គាត់បើមែនតើ បាទខ្ញុំបានរកកន្លែងខូចឃើញហើយទៀន ួចចូល
រៀនសូត្រចេះពីសាលាណាដែរបានជាប្រសពលក្ខចំណេះយ៉ាងនេះ បាទខ្ញុំបានមិនធ្លាប់រៀនមកទេទៀនគ្រាន់តែធ្លាប់បរិយន្តមកខ្លះហើយក៏អាចធ្វើបានតែគ្រឿងណាខូចខាតតែបន្តិចបន្តួចតែប៉ុណ្ណោះ បាទទៀនប្រុសខ្ញុំបាទនឹងមានទរៈផ្ទាល់ខ្លួនទៀន យ៉ាងម៉េច ប្រពន្ធខ្ញុំព្រឹកមិញគាត់មកលេងហើយឮថាទៅវិញពេលថ្ងៃរសៀលនេះសូមទៀនប្រុសនឹងអនុញ្ញាតឲ្យចិត្តនឹងបើកឡានជំនួសខ្ញុំបាទនឹងមកពេលផងបានទេទៀន មើលចិត្ត បាទ ឯងបើករថយន្តជំនួសតាសុនមកព្រឹកបានទេ ដូចជាមិនកើតទេទៀន ទៅ តែអូមិនអីទេខ្ញុំបើកជំនួសអ៊ំសុនម្ដងចុះទៀន អើត្រឹមត្រូវឲ្យក្មួយអើយអរគុណឲ្យក្មួយអ៊ំអរគុណហើយណា តែមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ល្ងាចអ៊ំមកវិញហើយ បាទប្រកាសអត់អ៊ំ ជំរាបលាទៀនប្រុសក្មួយ បាទ អ៊ំទៅណា អូយអ៊ំខ្ញុំដូចជាភ័យដល់អ៊ំអ៊ំបញ្ញាប់មកវិញណាអ៊ំ ល្ងាចមកហើយ ប្រជាគុណអញ្ចឹងខ្ញុំបាទសូមទៅផ្លាស់សម្លៀកបំពាក់សិនទៀន ទៅចុះហើយប្រញាប់មកវិញណា បាទ ដេរីកូន ចាលោកប៉ា មើលចូលរបស់របរទៅទុកក្នុងរថយន្តមុនទៅណាតោះយើងទៅចាំគេរថយន្តមុនណា ចាលោកប៉ា តោះកូន អ្នកនាងអរគុណចាន់មើលថាតែល្អណារសៀលបន្តិចពួកខ្ញុំមកវិញហើយ ចាអ្នកនាង ដងមាត់ជ្រោះរឿងវែងអនឡាយដូចសងត្រសាយក្រាបរកលើស្មាបាច់បូធម្មជាតិភ្នប់ណាំងថ្មដាជ្រួងបងយីខាចារឿងស្នេហ៍ថ្មីអោបកាយហុបប្រលប់មានខ្លាំងខែបបៃលិនគុណមានថ្មីបងជាចៅចិត្តរែងត្បូងលៀងដីអូនបុតសាច់ថៃបងឈោងមិនដល់ ពេលនេះចៅចិត្តលែងជាអ្នកជីត្បូងហើយក៏คลายមកជាអ្នកកាន់ចង្កូតរថយន្តបើកជូនលោកលួងរតនសម្បត្តិនិងចៅវាយស្រីដោះស្រស់ស្អាតដែលចៅចិត្តតែងតែប្រាថ្នានៅក្បែរនោះគឺកញ្ញាខុននារីកូឡាបៃលិនដំណើររថយន្តរំកិលទៅមុខបើកាត់ជើងភ្នំមួយសន្ទុះក្រោយរថយន្តក៏មកដល់ស្រុកសង្កែដែលជាទីក្រុងបាត់ដំបងឪពុកនិងកូនក៏ចុះពីរថយន្តសំដៅផ្ទះមួយក្បែរសាលាស្រុកសំចតប្រហែលកន្លះម៉ោង កំឡោះចិត្តនិងខុននារីពេលនេះបណ្ដាគ្នាចូលផ្សារត្រសងប្រៀបដូចជាគូស្នេហ៍មួយគូទៅនឹងការហើយថ្មីខុននារីបណ្ដាចិត្តតែងមហូបត្រឡប់ទៅវិញ ដងមាត់ជ្រោះរឿងវែងអនឡាយដូចសងត្រសាយក្រាបរកលើស្មាបាច់បូធម្មជាតិភ្នប់ណាំងថ្មដាជ្រួងបងយីខាចា អីចិត្ត បា
បាទអ្នកនាង អីដើរស្អីក៏យឺតម្លេះ អូយអ្នកនាងនិយាយមិនយឺតមិនបើខ្ញុំយួរឡើងដៃឆ្វេងផងដៃស្ដាំផង ប៉ុណ្ណឹងសោះល្អល្អ អ្នកនាងត្រង់អ្នកនាងដើរទៅកាន់ដៃទៅទេមានតែតាំងយួរនឹងកាបូបហ្នឹងជួយយួរខ្ញុំមួយទៅ យួរទៅ គាត់ថាប៉ុណ្ណឹងក៏ចិត្តអាក្រក់ដែរ ល្មិច បាទ ពាក្យគៀកមួយទៀតទៅចឹង ហើយតាំងយូរខ្លួនឯងមិនកាន់ណាមកឲ្យខ្ញុំទៅបៀឃ្លៀក បកែល្អពេកចឹងហីដើរមក អ្នកនាងដើរទៅអ្នកនាង ស្អាតណាស់អ្នកនាង ដើរមកងារត់ទៅចង្វាន់តិចទៀត ថាម៉េចនៅទិញមិនទាន់អស់ទេ តន់អស់ទេមក ពុទ្ធោហើយឡើងពី3កប្រងអញមិនទាន់អស់ទៀតអ្នកនាងចង់ទិញប្រម៉ូមកផ្សារសង្កែហ្នឹងឲ្យអស់ហ៎ អីក៏តវ៉ាម្លេះ មានតវ៉ាណាអ្នកនាងគ្រាន់តែនិយាយអ្នកនាងខឹងចឹងទៅគួរស្រឡាញ់ដល់ហើយ ដើរមកកុំលោរទាំពេកប្រុសស្អីរអ៊ូរទាំម្លេះ បាទប្រុសខ្លះក៏រអ៊ូជាងខ្ញុំទៅទៀតអ្នកនាង និយាយលេងទៅអ្នកនាង ដើរលឿនមក បាទដើរអ្នកនាងដើរទៅខ្ញុំដើរតាមក្រោយអ្នកនាងជោគនេះបាត់ហើយអ្នកនាងជួយយកផងអ្នកនាងដៃ តលាក់មួយទៅ បាទ តលាក់ តលាក់បាទ ចាឲ្យរើសមក អ្នកនាងអ្នកអូជប់អ្នកនាងចុះមិនគុំកាន់ កាន់មក ជប់អ្នកនាងបើជ្រុលតែអញ្ចឹងហើយខ្ញុំបាំងមិនដែរអ្នកនាងស្អាតទេ តាទៅដើរមក ឈប់ខ្ញុំជួយបាំងឲ្យអ្នកនាងចុះ តាឲ្យលឿនមកចឹង បាទអូយលោកអត់អូយអ្នកនាងបាទអូយបានច្បាយស្រីមួយចប់មកខ្ញុំ រថយន្តក៏ធ្វើដំណើរទៅមុខតែម្ដងនេះក្នុងរថយន្តថែមមនុស្សម្នាក់ទៀតជាកំឡោះស្រុកសង្កែគឺបាឡាត់ចៅចិត្តពេលនេះមិនសប្បាយចិត្តនឹងខុននារីដែលញញឹមសើចលេងជាមួយលោកកំឡោះបាឡាត់ពេលខ្លះចិត្តបាក់ឡានចូលចង្ហុកឯលោកលួងរតនសម្បត្តិសើចនឹកហួសចិត្តមានពេលខ្លះចិត្តភ្លេចខ្លួនច្រណែនខុននារីនិងបាឡាត់គេក៏ភ្លេចកាច់ចង្កូតធ្លាក់ចង្ហុកស្ទើរក្រិចចង្កេះខុននារីដូចជាយល់ក៏លេងស្និទ្ធស្នាលជាមួយបាឡាត់ស្រុកលុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិចក៏ទុចងក់រលត់ម៉ាស៊ីនទៅមុខមិនរួចនាកណ្ដាលព្រៃស្ងាត់រថយន្តក៏ធ្វើដំណើរទៅមុខតែម្ដងនេះក្នុងរថយន្តថែមមនុស្សម្នាក់ទៀតជាកំឡោះស្រុកសង្កែគឺបាឡាត់ចៃចិត្តពេលនេះមិនសប្បាយចិត្តនឹងខំ អូយបែកក្បាលលោកបាឡាត់ទេណាលោកបាឡាត់ អូយលោកប៉ាយកទៅឲ្យលោកប៉ា អូយ លោកប៉ាត្រូវកន្លែងណាខ្លះហ្នឹងលោកប៉ា អូយ ចៅចិត្តយ៉ាងម៉េចហើយហ្នឹង បាទទៀនប្រុសបោទៅមុខទៀតមកបានទេទៀនព្រោះខូចចំកន្លែងសំខាន់ដែលខ្ញុំបាទមិនចេះធ្វើទេទៀនតតែទៅជួចិនកលឹងដាក់ថ្មីឲ្យបានទៀន ម្ដងនេះស្រាញ់ហើយលោកប៉ា ហើយគាត់ឯងបោតរយន្តយ៉ាងម៉េចតើតែក្រួយអង្គ បាទខ្ញុំបាទបោដូចគេដូចឯងហ្នឹង អូយ ប៉ាគាត់ឯងមិនបោះចេះចំហងបាញ់មិញនេះក៏មិនក្រួយដល់ម្លឹងដែរ ចុះលោកគិតថាខ្ញុំហ្នឹងជាអ្នកខ្លាយឲ្យធ្លាក់ចង្ហុកហ៎ ចុះផ្លូវមានមកកកឯតាមិនគាត់ឯងមិនបោះត្រង់ផ្លូវទៅមានតែគាត់ឯងហ្នឹងចុះធ្លាក់ចង្ហុក លោកថាយ៉ាងម៉េចក៏បានដែរតែខ្ញុំបាទមិនមែនជាអ្នកខ្លាយឲ្យធ្លាក់ចង្ហុកទេទៀន តោះប្រយ័ត្នសម្ដីតិចគាត់ឯង បាទខ្ញុំបាទបានប្រើពាក្យសម្ដីដែលគួរសមណាស់ហើយទៀន ណា បាទ មិនគាត់ឯងក៏ប្រហើនខ្លាំងម៉េះក្រែងគាត់ឯងរាល់ថ្ងៃហ្នឹងជាកម្មករស៊ីឈ្នួលគេទេ បាទខ្ញុំបាទជាអ្នកស៊ីឈ្នួលគេពិតមែន
តែខ្ញុំបាទមិនមែនជាអ្នកស៊ីឈ្នួលលោកបឡាត់ទេបាទ តាហើយលោកបាឡាត់ឈប់ជជែកគ្នាទៀតទៅការប្រឹងជជែកវែងញែកគ្នានៅពេលនេះក៏គ្មានបានផលប្រយោជន៍អ្វីឡើយពាក្យចាស់លោកថាសាបដៃប្រៃមកចាប់មែនទេ ទៀមប្រុសដោយខ្ញុំបាទនេះជាក្មេងល្ងងក៏សុំសួរថាតើសាបមួយដៃប្រៃមួយចាប់នោះមានន័យយ៉ាងម៉េចទៅទៀន អូបានសេចក្តីថាគេចង់ប្រៀបធៀបទៅនឹងមនុស្សមួយចំនួនដែលពេលដែលមានបញ្ហាគេចវេះយកតែរួចខ្លួនចូលចាំដាច់ចៅចិត្តធ្វើមនុស្សត្រូវចេះទទួលយកការពិតខុសគឺខុសត្រូវគឺត្រូវស្ដាប់បានទេ បាទខ្ញុំបាទយល់ហើយទៀនហើយខ្ញុំបាទនឹងចងចាំទុកជានិច្ច ប៉ាអញ្ចឹងយើងធ្វើម៉េចទៅដល់ផ្ទះលោកប៉ា ពិតមែនហើយកូនប៉ាក៏មិនដឹងគិតយ៉ាងម៉េចដែរនេះ ទៀមប្រុសយើងតោងរងចាំនៅទីនេះមួយយប់សិនហើយពីព្រោះនឹងដើរទៅប្រហែលជាពាក់កណ្ដាលទៀតទើបដល់ផ្ទះណាទៀន អញ្ចឹងយើងតោងតែស្នាក់នៅក្នុងព្រៃនេះមួយយប់ហើយមែនទេប៉ា ពិតមែនហើយកូនកូនមើលចុះបើនេះបោកបូរសៀលទៅហើយឬមួយក៏កូនចង់ដើរបានតាមចិត្ត ទេប៉ាទម្រាំតែដើរដល់ផ្ទះកូនប្រកាសជាស្លាប់ពាក់កណ្ដាលផ្លូវជាក់ជារំខានបដៃសើចអី អូបានអ្នកនាងអូខ្ញុំបាទសោចនឹងសัตว์កប្រុកនោះតាអ្នកនាងព្រោះវាហក់លោតពីដើមសមោទៅដើមកន្ទួតព្រៃតែផ្្លាត់ស្នៀតធ្លាក់មកដល់ដីបកាច់បានជាខ្ញុំសោចហ្នឹងទៀន គេភ័យគ្រប់គ្នាតែគាត់ឯងគិតតែសើចសប្បាយ បានអានាងបានជាខ្ញុំសោចព្រោះសัตว์នោះមានជើងដល់តែ4តែនៅតែផ្្លាត់ស្នៀតធ្លាក់មកបកាច់អញ្ចឹងហើយបានជាខ្ញុំសោចទៀន ហ៊ុនហេតុអីបានជាគុណចូលចិត្តឆ្លើយឆ្លងជាមួយនឹងកូនឈ្នួលម្នាក់នោះម៉េះ អ្នកណាប្រាប់លោកថាខ្ញុំចូលចិត្តឆ្លើយឆ្លងនឹងចិត្ត តែខ្ញុំឃើញនៅភ្នែកខ្ញុំឃើញគុណទៅជែកជាមួយវានោះតតច្រកម្លឹងហើយគុណទៅជែកជាមួយវាទៀតវានេះជាកម្មករប្រហើនមិនចេះគួរសមទេគុណប្រឌិតមើលទៅ ចាកម្មករម្នាក់នេះប្រហើនបន្តិចមែនតែឧស្សាហ៍ធ្វើការណា វាទៅតែមកនៅមែនតាមពីដើមមកនេះមិនដែលឃើញសោះ ចាតើបនឹងមកនៅប្រហែល6ខែប៉ុណ្ណោះលោកប៉ាមានចិត្តអាណិតមេត្តាដោយឃើញថាជាមនុស្សកំព្រាឪពុកម្ដាយហើយបានប្រគល់ឲ្យទៅជីកអណ្ដូងត្បូងនៅឯទិសខាងកើតដែលទៅនឹងបើកថ្មី តាហើយទេរីកូន ចាលោកប៉ា កូនមើលរៀបចំចាត់ចែងដាំបាយទឹកទៅណាកូនប៉ានឹកមានបាយណាស់ហើយ ចាលោកប៉ា មើលឲ្យចៅចិត្តគេជួយរកអស់ភ្លើងផងណា ចាលោកប៉ា ចាត់ បានអ្នកនាង មកណែបន្តិចមើល អ្នកនាងត្រូវការឲ្យខ្ញុំធ្វើអីខ្លះអ្នកនាង ចាត់ទៅរកថ្ម3ដុំហើយរកអស់មកបកាត់ភ្លើងផងណា អញ្ចឹងរហូតដល់ថ្ម3ដុំឯអ្នកនាងឯង រកអស់ផង បាទខ្ញុំទៅឥឡូវអញ្ចឹង លោកបាឡាត់ បាទគុណ លោកជួយទៅយកសាច់កំប៉ុងឲ្យខ្ញុំពីកំប៉ុងហើយនឹងសណ្ដែកមកផងណា បាទគុណ យូរម្ល៉េះ អូគុណខាងនេះអត់មានថ្មទេគុណចាំមើលខ្ញុំទៅមើលខាងនោះគុណ រកបានថ្មអត់ទេនោះ អូបានគុណបានគុណខ្ញុំរកបានហើយយកទៅដាក់ត្រង់ណាគុណ ដាក់ខាងនោះទៅចង់ដាក់ចិត្តឡានមែន បាទអញ្ចឹងដាក់ខាងនេះឲ្យគុណ ចាដាក់ខាងហ្នឹងទៅ
តែ3ដុំហ្នឹងឯងគុណ តែ3នឹងបានហើយ ក៏មិនទេខ្ញុំ ហើយរកអស់នៅហ្នឹង អូចាំខ្ញុំទៅរកគុណ គុណបន្លែគុណទុកនៅកន្លែងណាខ្លះគុណ នៅក្នុងរថយន្តអាហ្នឹង ខ្ញុំរកមើលមិនឃើញសោះ នៅក្នុងរថយន្តហ្នឹង គុណខ្ញុំរកថ្មរកអស់បានហើយឥឡូវធ្វើអីទៀតគុណ ចាត់ខ្ញុំចង់ជៀនត្រី ជៀនត្រី ហើយឆាសាច់គោនិងសណ្តែកត្រើង ឆាសាច់គោមួយដៃធើង តែយកមានខ្ទះផងចាត់ គុណទីនេះមិនផ្សារសង្កែទេតើឲ្យខ្ញុំទៅរកផ្ទះមកពីណាគុណ នេះបានចាំជាប្រុសមែន បាទប្រុសតើគុណ ខ្ញុំគ្រាន់តែចង់ឲ្យចាត់ទៅរកអីដែលសំប៉ែតមកបានហើយ សំប៉ែតហីស្អីគេសំប៉ែត សំប៉ែតឲ្យដូចខ្ទះហ្នឹង អូដូចគ្នាហ្នឹងហើយគុណអូចាំមើលទៅមើលចិត្តឡានមើ គុ ល ណខ្ញុំរកឃើញហើយគុណនេះ អរគុណលោកបាឡាត់ គុណនៅមានអីឲ្យខ្ញុំជួយទៀតទេ ចាអស់ហើយ អូគុណបានហើយសំប៉ែតមែនគុណនេះប៉ុណ្ណឹងបានហើយគុណ ចាប៉ុណ្ណឹងបានហើយ អញ្ចឹងយកទៅណាគុណ យកទៅកន្លែងបកាត់ភ្លើងហ្នឹង ហើយធ្វើអីគេ ធ្វើខ្ទះ អូធ្វើខ្ទះហើយ បើប្រាប់ថាគ្មានខ្ទះហើយ បាទប៉ុណ្ណឹងធ្វើខ្ទះបានអត់ទេនេះអូលោកបាឡាត់មានតែកេះទេចង់ខ្ចីបន្តិច ធ្វើខ្លួនឯងទៅ អីទេធ្វើខ្លួនឯងក៏បានដែរអូទីនេះមានល្ងើកល្មមផ្លុំមួយឆេះមួយមើលផ្លុំសិនតាមនេះអូយគុណជួយប្រកាត់ភ្លើងខ្ញុំតិចមក ខ្ញុំជាប់បេះបន្លែ អីលោកផ្លុំបេះបន្លែហ្មង ជាប់បេះបន្លែ អូជាប់បេះបន្លែដាក់អូសិនទីនេះមានល្ងើកមិនដឹងណាគេមកប្រកាត់ភ្លើងនៅហ្នឹង ដឹងស្អីទេល្អច្រើន អូឆេះមានភ្លើងមែនផ្លុំសិនអូឆេះអូឆេះអូដាតភ្លើងល្អរបស់គេមែននេះអូឆេះ ឆេះនៅចាត់ ឆេះគុណឆេះតែតំឆេះល្អចាំឲ្យឆេះបន្តិចទៀត ក្រោយពីរៀបចំបរិភោគអាហារពេលល្ងាចរួចហើយលោកលួងបានឃើញសេចក្តីឧស្សាហ៍ព្យាយាមរបស់ចៅចិត្តចំណែកខុននារីនិងចៅចិត្តដូចជាត្រូវគ្នាណាស់លោកលួងរតនសម្បត្តិសម្លឹងចិត្តហើយញញឹមនឹងភាពវៃឆ្លាតរបស់ចិត្តដែលខុសពីបាឡាត់អង្គុយស្ងៀមចាំតែហូបស្រាប់រាត្រីកាលក៏ចូលមកដល់ លោកបាឡាត់ អូយ យប់នេះខ្ញុំចែកវេនជាមទៅបានដើម្បីកុំឲ្យវាស្កាត់ពេកដំបងខ្ញុំឲ្យចៅចិត្តជាមុនគេចុះបន្ទាប់មកគឺលោកឯខ្ញុំសូមចូលទៅសម្រាប់មុនហើយបិទអស់កម្លាំងពីល្ងាចខ្លាំងណាស់ដេរីកូន ចាលោកប៉ា ពេលដែលចាត់ចែងរៀបចំអីហើយបើងងុយចូលទៅគីងនៅក្នុងរថយន្តជាមួយនឹងប៉ាណាកូន ចាលោកប៉ា ឯលោកបាឡាត់ក៏អញ្ចឹងដែរឆាប់រកកន្លែងសម្រាប់ទៅហើយនឹងអាវផ្លាស់ប្ដូរវៀនជាមជាមួយនឹងចៅចិត្តនេះទេ បាទព្រះរាជគុណទៅសម្រាប់មុនចុះខ្ញុំបាទនៅតែជែកលេងជាមួយគុណបន្តិចសិន អូ គុណនឹងកដាប្រយោជន៍ស្ងាត់បែបនេះគុណខ្លាចទេ ចាមិនខ្លាចទេច
ចុះលោកបលាត់វិញ បាទខ្ញុំបាទខ្លាចទេព្រោះខ្ញុំមានកំភ្លើង ចុះបើលោកគ្មានកំភ្លើង បើគ្មានកំភ្លើងក៏ខ្ញុំមកខ្លាចដែរឲ្យតែគុណនេះនៅចិត្តខ្ញុំ ចុះបើគ្មានខ្ញុំហើយគ្មានកំភ្លើងទៀតនោះ បើគ្មានគុណហើយគ្មានកំភ្លើងទៀតនោះពេលនេះក៏ប្រហែលគ្មានចោលដែរ តែអាចមានចោល ណែលោកបលាត់មិនក៏លោកនិយាយពីរឿងនេះវាមិនល្អទេចោលព្រៃចោលស្អី បាទគឺចោលលួចចិត្ត លួយស្រឡាញ់អូនថាใจស្ងួនដឹងខ្លួនខ្លាឬទេ បានហើយលោកបលាត់លោកទៅសម្រាប់ចោះហើយឲ្យកំភ្លើងមកខ្ញុំយកទៅឲ្យចិត្ត តែខ្ញុំក៏ត្រូវទុកការពីខ្លួនដែរគុណ តែចិត្តកាយាមុន គុណ លោកទៅសម្រាប់ចោះ ពិតជាតាំងរំខានមែនណាខ្ញុំទៅសិនឯងគុណ ចិត្ត អូគុណទេ ចិត្តមិនទាន់ងុយគេងទេហ៎ ខ្ញុំបាទមិនតន់ងួយទេគុណព្រោះមិនតន់យប់ជ្រៅតែនៅកណ្ដាលព្រៃបែបនេះមើលទៅដូចជាយប់ជ្រៅណាស់គុណ បើមិនទាន់ងុយគេងទេនៅចាំយាមសិនចាស់ណែយកកំភ្លើងនេះទុកបង្ការខ្លួនទៅ គុណ បើងុយពេលណាទៅដាស់លោកបលាត់ឲ្យមកចាំយាមជំនួសវិញណា គុណគិតទៅសម្រាប់ឥឡូវនេះឬ ខ្ញុំគិតទៅសម្រាប់ពីប្រឡប់បន្តិចត្បិតអស់កម្លាំងពីថ្ងៃមកហើយ គុណនឹកខ្លាចទេការដែលមកស្នាក់នៅក្នុងព្រៃស្ងាត់បែបនេះ ខ្ញុំនឹកខ្លាចដែរតែមិនសូវជាច្រើនប្រហែលទេ បើគុណមិនខ្លាចទេគុណអាចនៅកំដរខ្ញុំបន្តិចបានទេ អ្នកឯងខ្លាចណាស់ឬចិត្ត ខ្ញុំបាទមិនជាខ្លាចណាស់ណាទេគុណតែខ្លាចក្រៃដេកលក់ទៅនាំឲ្យខូចការធំគុណនៅផ្ទះទេ ខ្ញុំនឹកផ្ទះច្រើនចិត្តព្រោះពុំមានចាស់ទុំនៅចាំផ្ទះសោះឡើយមានតែចាន់ម្នាក់ឯងចំណែកតាសុនក៏មិនដឹងថាមកដល់ផ្ទះហើយឬនៅ មិនអីទេគុណបើយុគនេះមិនមានរថយន្តឬរទេះបរកាត់តាមទីនេះទេខ្ញុំបាទនឹងក្រោកដើរទៅពីយប់ប្រហែលជាថ្ងៃរសៀលនឹងត្រឡប់មកទទួលគុណនិងអ្នកទាំងអស់គ្នាទៅផ្ទះវិញជាក់ជាមិនខាន ដើរទៅរួចឬចិត្តបាត់ផ្លូវពីនេះទៅផ្ទះយើងវារៀងឆ្ងាយខ្នែដែរមិនមែនចិត្តទេណាចិត្ត ទោះបីជារួចមិនរួចក៏ខ្ញុំបាទត្រូវតែទៅដែរបើខ្ញុំបាទមិនទៅទេពួកយើងមកជាដេកនៅក្នុងព្រៃនេះច្រើនថ្ងៃទៀតអូគុណមើលនោះណោះពន្លឺច័ន្ទនិងផ្កាយតូចនាពេលរាត្រីគួរឲ្យចង់អង្គុយគុណណាគុណ ស្អាតណាស់ចិត្តមានការຕົករឿងអីហ៎ ខ្ញុំបាទកើតសេចក្តីអត់សុខយ៉ាងចម្លែកណាស់គុណ យ៉ាងម៉េចអបសុកដឹកកមុំស្រុកសកែមែនទេ ស្រុកសង្កែឬគុណទេតាមពិតទៅស្រុកសង្កែគឺជាស្រុកសំណុកសុខសប្បាយសម្រាប់អ្នកមានធនធានឯអ្នកទីតក្រដូចជារូបខ្ញុំបាទនេះគឺពុំមានអ្វីនាំឲ្យគប់ចិត្តបន្តិចឡើយ ចុះស្រុកប៉ៃលិននេះតាំងពីចិត្តមកនៅតើនាំឲ្យសុខកាយសប្បាយចិត្តជាងនៅស្រុកសង្កែឬ ក
បាទបបៃលិនឲ្យសេចក្តីសុខដល់ខ្ញុំបាទច្រើនណាស់ អ្វីខ្លះទៅ ឲ្យមានរបរធ្វើការរកស៊ីដោយសុចរិតធម្មជាតិដ៏ស្រស់បោះសេចក្តីសុខអិសរភាពនិង នឹងអ្វី និងសេចក្តីស្នេហា សេចក្តីស្នេហា ចង់ក្រសោបស្ទុំអោបអូនអីលេងសំលឹងយូរទៅឃើញបើល្អដូចផ្កា ទៀមប្រុសសេចក្តីស្នេហារបស់ខ្ញុំបាទនេះគឺជាសេចក្តីស្នេហាដ៏បរិសុទ្ធយ៉ាងពិតប្រាកដហើយក៏ជាសេចក្តីស្នេហាដែលផ្ដើមកើតឡើងដំបូងមកអស់នៅក្នុងជីវិតរបស់ខ្ញុំបាទនេះ ហើយចុះអ្នកឯងស្រឡាញ់នរណា ខ្ញុំបាទស្រឡាញ់ស្ត្រីម្នាក់ ខ្ញុំដឹងហើយថាស្រឡាញ់ស្ត្រីតែស្ត្រីនោះនៅឯណាឈ្មោះអីឬមួយនាងម៉ាយ៉ុងកូនកំមុំតាម៉ងយកមេអណ្ដូងនៅខាងជើងផ្ទះយើង មិនមែនទេគុណ ឬមួយនាងព្រំកូនកំមុំតាសុន ខុសឆ្ងាយណាស់គុណ អ្នកណាគេអញ្ចេះអូឬមួយនាងព្រំអីមិនមែនទេនាងព្រំនិយាយហើយអាមួយកូនចាក់ផ្សេងត្រូវអត់លក់តកកនៅមុខផ្ទះយើងហ៎ មិនមែនទេគុណស្ត្រីដែលខ្ញុំបាទស្រឡាញ់គឺមានជាន់ឋានៈខ្ពស់ដោយឡែកពីខ្ញុំបាទនាងមានឋានៈខ្ពង់ខ្ពស់ទាំងកិត្តិយសទាំងវង្សតកោទាំងទ្រព្យសម្បត្តិដូច្នេះហើយទើបខ្ញុំបាទនេះឈោងតោងមិនដល់ឡើយហេតុដូចនេះហើយបានជាខ្ញុំបាទជម្រាបថាសេចក្តីស្នេហារបស់ខ្ញុំបាទគឺបានត្រឹមតែការយល់សប្តិនឹងមិនអាចខ្លាយទៅជាការពិតបានឡើយណាគុណណាហើយគុណយប់ជ្រៅហើយគុណអញ្ជើញទៅសម្រាកក្នុងរថយន្តជាមួយលោកឪពុកចុះខ្ញុំបាននៅចាំយាម ចុះអ្នកឯងមិនទាន់ងងុយគេងទេហ៎ ខ្ញុំបានមិនទាន់ងុយទេគុណទៅគេងទៅគុណក៏មានការពួយបារម្ភប្រសិនណាមានអន្តរាយណាមកធ្វើបាបឬយាយីដល់គុណលុះត្រាតែខ្ញុំបាទនេះស្លាប់ជាមុនសិនខណៈនោះខ្ញុំបាទនឹងយកជីវិតខ្ញុំទៅបដូរដើម្បីការពារអន្តរាយគ្រប់ទិសទីជូនគុណទៅសម្រាប់ចុះ ចឹងខ្ញុំទៅសម្រាប់មុនហើយ បាទ ចាត់ភ្លើងអីចម្លែកមែនចាត់ មានរឿងអីគុណ ចាត់មកនេះមកភ្លើងអីចម្លែកម្លេះ អូហើយភ្លើងគប់អីក៏ច្រើនម្លេះដូចជាដើរសម្ដៅមកកន្លែងពួកយើងទៀតផង ប៉ុន្តែណាចាត់ខ្ញុំដូចជាភ័យណា គុណទៅដាស់បដិជននឹងលោកបលាត់មក លោកប៉ាលោកបលាត់ឆាប់ក្រោកឡើង យ៉ាងម៉េចនារីកូន មានរឿងអីបដិគុណ មានរឿងអីចាច់ បដិជនសូមបដិជនបណ្ឌិតមើលចុះភ្លើងគប់ច្រើនណាស់ទៀត ហ៎ ចាច់ តិចពួកចោលតែដឹង លោកប៉ា បើឲ្យជាពួកចៅមែនហើយ លោកប៉ាខ្ញុំខ្លាចលោកប៉ា បដិជននឹងខុននារីឲ្យលោកបលាត់ឆាប់រកកន្លែងលាក់ខ្លួនសិនទៅឆាប់ខ្លួនទៅ នារីកូន ចាប់ដល់កន្លែងខ្លួនខុនមកតាមខ្ញុំមកបដិគុណ ខុនមិនបានខុនមិនទៅជាមួយបដិជននឹងលោកបលាត់
តែចិត្តខ្ញុំ ខុននៅពីក្រៅខ្ញុំបាញ់តតាំងជាមួយពួកវាសិនណា តើបើយើងវត្តជាមានមនុស្សប៉ុណ្ណាវ៉ៃ តែបងបាន ឆាត់ចូលទៅkiaវត្តវាចិត្តហើយទៅសម្បត្តិទាំងបានណាយកមកអស់ ចិត្តពួកវាមានគ្នាច្រើនណាស់ចិត្ត មិនអីទេខុននៅពីក្រៅខ្ញុំ ចូលបើយើងចូលkiaទៅទៀត ចូល ខុនពួកវាមកហើយខុននៅពីក្រៅខ្ញុំកុំទៅណាណាខ្ញុំនឹងបាញ់តតាំងជាមួយពួកវារហូតដល់ទីបញ្ចប់ស្រាប់បានទេ កុំឲ្យវាត្រាឆ្ងាយ ខុនមកតាមខ្ញុំ ចូលបើយើង ខុនលឿន ឃើញហើយនោះវា ខុនលឿនខុនចិត្តយ៉ាងម៉េចហើយដូចជាស្ងាត់ពួកវាហើយចិត្ត ចូលមកkiaនេះយើងវត្តវាចិត្តកុំឲ្យវាមកសោះ ខុន ចូលបើយើង ពុទ្ធោខុន យ៉ាងម៉េចចិត្ត ក្របកំភ្លើងសោះតែមិនក្របទេ ពួកយើងត្រូវស្លាប់នៅទីនេះមែនទេចិត្ត ទេខុនប្រសិនបះវេលានេះជាវេលាចុងក្រោយនៃជីវិតមួយនេះខ្ញុំបាទក៏សូមសារភាពថាខ្ញុំបាទស្រឡាញ់ខុន ពុទ្ធោចិត្ត ស្រឡាញ់ជាងជីវិតខ្ញុំទៅទៀត ចុះពីមុនមិនក៏ចិត្តមិននិយាយ ពីមុនមកពីខ្ញុំខ្លាចខុនពួកវាមានគ្នាច្រើនណាស់វាមិនទុកជីវិតឲ្យខ្ញុំរស់ទេខុនក្របកំភ្លើងមួយក្របនេះខ្ញុំនឹងចេញទៅតតាំងជាមួយពួកវា ចិត្តចាស់ទៅអី ដោយយកជីវិតខ្ញុំទៅបដូរដើម្បីការពារខុនរត់ទៅជាមួយបដិជគុណនិងលោកបាឡាត់រត់ទៅឲ្យឆ្ងាយកុំត្រឡប់មកវិញណាខុន ទេខ្ញុំមិនទៅណាចោលចិត្តទេ ខុនរត់ទៅខុន តែចិត្ត បាត់ទៅបិទយ ខុនថ្ងៃនេះខ្ញុំបានសារភាពប្រាប់ថាស្រឡាញ់ខុនចុកខុនស្រឡាញ់ខ្ញុំវិញទេ ចានារីក៏ស្រឡាញ់ចិត្តដែរនារីស្រឡាញ់ចិត្តតែម្នាក់គាត់ចិត្តជាបណ្ដោះចិត្តរបស់នារីចិត្តអូនស្រឡាញ់បង ខុនអោបណ្ដោះចិត្តបងអើយតែប៉ុណ្ណេះបងស្លាប់ទៅបិទភ្នែកចិត្តហើយខុនឆាប់រត់ទៅជាមួយបដិជគុណរត់ទៅជាមួយលោកបាឡាត់រត់ទៅឲ្យឆ្ងាយកុំត្រឡប់មកវិញស្ដាប់បានទេខុនរត់ទៅខុន ចិត្តមកយ៉ា ខ
ពិតមែនតែក្របកំភ្លើងបានទំលុះដើមទ្រូងចិត្តដោយសារតែការពារនារីម្នាក់ដែលខ្លួនស្រឡាញ់តែព្រំលិខិតមិនទាន់ឲ្យចិត្តទៅចោលគុណនារីឡើយនឹងដោយសារតែសេចក្តីស្មោះត្រង់ហ៊ានពលិកម្មគ្រប់បែបយ៉ាងរបស់ចៅចិត្តគុណនារីដែលធ្លាប់តែរឹងត្អឹងប្រងើយកន្តើយបែរជាស្រឡាញ់ចិត្តហើយហ៊ានហាមាត់ប្រាប់ចិត្តថាស្រឡាញ់ដោយមិនប្រកាន់ថាចិត្តជាអ្នកក្រឬគ្មានញាតិសន្តានឥឡូវនេះស្នេហាបានចាប់កំណើតលើត្រកូលដៃខ្ពង់ខ្ពស់ថៅកែត្បូងនៅបៃលិនគឺលួងរតនសម្បត្តិក៏ប៉ុន្តែសេចក្តីស្នេហានេះនៅតែមានមកជ្រែកប្រុងបំបែកស្នេហារវាងអ្នកទាំងពីរគឺលោកកំឡោះបាឡាត់ស្រុកសង្កែយើងដូចឈាមក្នុងនាមជាកម្មករត្បូងได้រៀបប្រាខ្លះជាខងតែស្បែករុងរកកណ្ដៀងអកាញ់ច្រែកជាប់ដៃក្រោមថ្ងៃនឹងភ្លៀងដៃវារៀវរកកណ្ដៀងច្រៀងតែបាយកាញ់ចប់សងជីវិតមិនគិតទេការនឿយហត់កាប់កោះលីរហែមណត់រួងតែខ្ញុំខ្សត់ក្រទ្របទេវតាអើយរូបខ្ញុំខ្វះបនអភ័ព្វមានស្នេហ៍ក៏កំកប់ការទុំជាប់រុកចំហៀនចំរចិញ្ចាំងពីពាំងដើមខែរួងនៅកំសត់ម្នាក់ឯងដោយកណ្ដាយស៊ីអត់ស៊ីឃ្លៀនអធម្មជាតិតិចឡើយដាក់ទុំបំពីថ្ងៃណាក្រខ្លះហើយជាមានប៉ុនពីក្តីទុកខានាមកម្មករអង្គសូមស្រីអាណិតខំច្រៀងចំរៀងជីវិតរួងអូនក្បត់ចិត្តរៀបការអត្បូងឆាំងទុកចងដៃថ្លៃសាវ៉ាក្នុងនាមបងជាសង្សារបើអូនកាហៅបងផងនាវាជីវិតកម្រិតអើយបងចេញទៅចាំឆ្ងាយចោលពើអើយកុំព្រីដំណងទឹកភ្នែកជ្រែកក្តីវេទនាបងលាសិនហើយណាចរណៃបងខំតស៊ូដើម្បីរស្មីជី
ចិត្តបានធូរស្បើយច្រើននៅ ខ្ញុំបានធូរច្រើនហើយច័ន្ទអរគុណហើយច័ន្ទ ថាសុខភាពផងណាចិត្ត បាទអរគុណហើយ យ៉ាងម៉េចហើយបងចិត្តបងបានធូរច្រើនហើយមែនទេ បាទខ្ញុំបានធូរច្រើនហើយអរគុណខ្ញុំ អ្នកនាងនេះបបរខ្ញុំរៀបចំរួចហើយអញ្ចឹងខ្ញុំទៅបោះសម្អាតផ្ទះខាងក្រោយតណាអ្នកនាង ចាតំណឹងឯចាន់ គុណខ្ញុំចង់ដឹងថាហេតុអីបានជាខ្ញុំមកដល់ទីនេះចុះពួកចៅនោះ បងទៅពិសាបបរសិនទៅចាំខ្ញុំរៀបរាប់ប្រាប់មកបងមកពិសាបបរសិនមក នៅវេលាដែលបងដួលសន្លប់ស្រាប់តែលេចមុខតាសុននិងបងប្អូនកម្មករយើងជាច្រើនគាត់ប្រាប់ថាបាត់ពួកយើងយូរពេកហើយមានសេចក្តីព្រួយបារម្ភខ្លាចជួបគ្រោះថ្នាក់តាមផ្លូវក៏តែសុំខ្ចីរថយន្តប៉ង់ថងយកមកទទួលពួកយើងស្រាប់តែប្រទះឃើញពួកយើងត្រូវចោលប្លន់ពួកគាត់ក៏រងគ្នាស្រែកបង្អើលតតែចោលរត់ចូលព្រៃអស់តើពួកយើងលើកបងដាក់រថយន្តយកមកផ្ទះរឿងគឺបែបនេះណាបង គុណខ្ញុំបាទគួរតែស្លាប់នៅទីនោះខ្ញុំបាទមិនគួរមកដល់ទីនេះទេខ្ញុំបាទមកជាស្លាប់ដោយសារការក្រំគ្នាចិត្តនៅទីនេះជាក់ជាមិនខាន មិនក៏បងនិយាយបែបនេះគ្មានអ្នកណាចិត្តអាក្រក់បណ្ដាលឲ្យបងស្លាប់ទេបងដឹងទេឥឡូវនេះនរណាក៏ស្រឡាញ់បងដែរហើយលោកប៉ាបានមានប្រសាសន៍ថាពេលដែលបងជាហើយលោកនឹងតែងតាំងបងជាអ្នកត្រួតត្រាដងត្បូងទាំងអស់ជំនួសលោកមើលទៅលោកប៉ាដូចជាពេញចិត្តនឹងបងច្រើនឡើងហើយ គុណនៅចាំសម្ដីដែលខ្ញុំបាននិយាយនៅគ្រានោះដែរឬទេ ចាចាំទាំងអស់គ្មានភ្លេចមួយម៉ាត់សោះឡើយហេតុអីក៏បងសួរខ្ញុំដូច្នេះ ខ្ញុំបាទមិនគួរនិយាយពាក្យនោះចេញមកទេគុណតែការដែលខ្ញុំបាទហ៊ាននិយាយពាក្យនោះចេញមកព្រោះគិតថាខ្លួនមុខជាគ្មានជីវិតរស់នៅលើโลกនេះទៀតទេតែឥឡូវបែរជាមិនស្លាប់ គ្មានអ្នកណាចិត្តអាក្រក់ធ្វើបាបបងឲ្យមានសេចក្តីវេទនានោះទេនេះបងមិនជឿនារីទេហ៎ បាទជឿអស់ពីពោះទៀតផងតែនឹងមានប្រយោជន៍អ្វីបើឋានៈយើងខុសគ្នាឆ្ងាយដូចមេឃនិងដីយ៉ាងនេះគុណ
គុណខ្ញុំបាទជាមនុស្សភ្លើទេគុណដូចពាក្យទំនៀមលោកពោលថាឆ្លោះកញ្ចក់មិនមើលសមោប្រាណដាំជើងក្រានមិនប្រមាណនឹងឆ្នាំដៃខ្លីកុំស្បាអោបភ្នំគិតច្រើនហួសប្រមាណតែខ្លួនឯងចុះនារីប្រាប់ហើយថាស្រឡាញ់យ៉ាងអស់ពីចិត្តក៏នៅតែមិនជឿនារីទៀតចង់ឲ្យនារីធ្វើដូចម្ដេចនារីស្រឡាញ់តែបងចិត្តម្នាក់នេះហើយនារីក៏មិនត្រូវការអ្វីទាំងអស់ក្រៅពីក្តីស្រឡាញ់ដ៏ស្មោះត្រង់និងបរិសុទ្ធរបស់បងតែប៉ុណ្ណោះពិតមែនហើយគុណនៅតែមិនជឿទៀតមែនតែបងចិត្តបាទបងជឿហើយនារីអូនបងមិននឹកស្មានថាទេវតាបបៃលិនប្រុសប្រានដល់បងម្លឹងទេតាំងថាគេស្រឡាញ់ខ្លួនបន្តិចតាំងអួតខ្លួនយ៉ាងសម្បើមតែម្ដងណោះហើយចុះនារីស្អប់បងណាស់ទៅហ៎ចាស្អប់ណាស់បើស្អប់ណាស់មិនក៏មិនទុកបងឲ្យស្លាប់នៅក្នុងព្រៃនឹងតែម្ដងទៅដែរអាណិតបន្តិចទេកុំអីទុកឲ្យខ្មាតផ្លុំខ្លុយនៅក្នុងព្រៃនោះបាត់ទៅហើយនារីនិយាយអញ្ចឹងលោកឪពុកគាត់ជ្រាបរឿងរ៉ាវរបស់យើងទាំងពីរទេចាមិនទាន់ជ្រាបទេបងបើលោកជ្រាបលោកប្រកាសជាដាក់ទោសបំបោះបងចោលចាក់ជាមិនខានបងព្រួយចិត្តណាអូនរឿងនេះខ្ញុំដឹងមិនដល់ទេព្រោះបំដែលឮលោកប៉ានិយាយអីសោះឡើយបើលោកដឹងលោកប្រកាសជាដេញបងចេញពីផ្ទះនេះតើបងត្រូវធ្វើម៉េចទៅអូនឆ្អើមសម្ដីបងឯងណាបងចិត្តលោកប៉ាមិនចិត្តអាក្រក់ដល់ម្លឹងទេលោកចាស់ទុំហើយតែងតែស្គាល់រត់អំណាចសេចក្តីស្នេហាជាងយើងក្មេងៗទៅទៀតតែបងជាមនុស្សទូរគតកំសត់តោកយ៉ាបងមានតែរាងកាយនិងជីវិតតែប៉ុណ្ណោះប៉ុណ្ណឹងក៏ល្មមគ្រប់គ្រាន់ហើយសម្រាប់នារីគ្រប់គ្រាន់តែចិត្តអូននារីហ្នឹងទោះបីលោកប៉ាក៏លោកមិនត្រូវការអីទៀតដែរអូនប្រកាសហើយហ៎ខ្ញុំធ្លាប់ដឹងចិត្តលោកប៉ាខ្លះដែរព្រោះខ្ញុំនៅជាមួយលោកតាំងពីតូចក្រូចឆ្មាមកហើយកុំថាឡើយចិត្តលោកប៉ាសំបីតែចិត្តបងក៏អូនដឹងដែរមែនទេបងដឹងខ្លួនទេបងប៉ិនកុហកលេខ1កុហកបងកុហករឿងអីកុហកនៅធ្វើពើទៀតលោកពូកូនសិស្សសាលាវត្តអូយហើយចុះបងរៀននៅសាលាវត្តមែននោះចុះសាលាវត្តគេមានបង្រៀនប្រវត្តិពងសាវតាលោកភូមិសាស្ត្រនិងវិទ្យាសាស្ត្រទំនើបថ្មីដែរបងដូចជាអត់ដឹងទេអូនតែខ្ញុំបានឃើញសិភៅទាំងអស់នេះនៅក្នុងបន្ទប់បងឯងហើយមានសញ្ញាឈ្មោះបងឯងជាអក្សរបារាំងទៀតផងមែនសិភៅបងទេដឹងបងនេះណែបងចាត់ហើយវាយឈឺហ៎បាត់បងឯងចោលនិស័យចេះរឿងនេះចេញក្តិចយ៉ាងហ្នឹងអើយបាននៅតែកុហកខ្ញុំទៀតណាខ្ញុំខឹងនឹងបងឯងអូនហ៊ានខឹងនឹងសង្សារកំសត់ដែរស្រឡាញ់ប៉ុណ្ណាស្អប់ប៉ុណ្ណឹងតែបងដឹងថាអូនមិនហ៊ានខឹងនឹងសង្សារកំសត់អ្នកនេះទេហេតុអីព្រោះមុននេះអូនថាអូនស្រឡាញ់បងនោះអីស្នេហ៍អើយស្នេហ៍បានជួបចិត្តស្នេហ៍នេះគឺស្នេហ៍ស្និទ្ធបងនិយាយត្រូវអត់នេះពិនជាស្នេហ៍ភក្តីចុះមិននិយាយនោះថាអូនស្រឡាញ់បង
យីហើយសំឡេងឡានអាណាគេមកជប់មកផ្ទះយើងចឹងអូន អ្នកណាគេមកនឹងបងបាញ់ទៅមើលមើល អូគឺបលាត់ស្រុកសង្កែតែម្នាក់ទៀតស្គមខ្មៅសក់រួញដូចក្រាក់តែយើង ចុះបងឯងមិនទៅទទួលភ្ញៀវជំនួសលោកប៉ាផង ហើយអូនមិនទៅមកឲ្យបងទៅអូជំរាបសួរលោក សួរ បាទ គុណ ជំរាបសួរ ចាជំរាបសួរ គុណប្រហែលជាសុខកាយសប្បាយចិត្តណាស់មែនទេ គ្មានហេតុផលត្រូវអំពលឲ្យក្តៅក្រហាយអីទេលោក ចុះលោកឪពុកនៅទេគុណ ចាលោកប៉ានៅមើលសិភៅនៅខាងលើហើយលោកបលាត់មានធរៈអ្វី មានខ្លះដែរខ្ញុំបាទនាំលោកផាន់មកទិញត្បូងដើម្បីយកទៅលក់នៅព្រៃនគរ អញ្ចឹងអញ្ចឹងលោកចាំនៅទីនេះសិនខ្ញុំទៅជម្រាបលោកប៉ា បាទគុណ បងចាត់ បាទ បងទៅប្រាប់ច័ន្ទឲ្យលើកទឹកមកទទួលភ្ញៀវផងណា បាទអូនលោកអញ្ជើញអង្គុយលេងសិនមក លោកប៉ាលោកប៉ាមានភ្ញៀវមករក អូលោកបលាត់ទេ ជំរាបសួរប្រជាគុណ មានការអីលោក បាទខ្ញុំបាទនាំលោកផាន់មកទិញត្បូង ជំរាបសួរប្រជាគុណ ល្អហើយលោកតកែត្រូវការទិញត្បូងប្រភេទណាដែរ បាទត្រូវការច្រើនណាស់ទៀនប្រុសតែខ្ញុំសុំទៅមើលផ្ទាល់សិនទើបអាចកំណត់តម្លៃបានប្រជាគុណ មិនថ្មីទេលោកអាចអញ្ជើញទៅពិនិត្យក្នុងបន្ទប់ផ្ទាល់តែម្ដងក៏បានមកសូមអញ្ជើញមកជាមួយខ្ញុំណាលោក បាទសូមអញ្ជើញប្រជាគុណ ចៅចិត្ត បាទ មកជាមួយខ្ញុំទៅជួយរើត្បូងឲ្យលោកថៅកែពិនិត្យណា បាទទៀនប្រុស មកសូមអញ្ជើញលោក បាទសូមអញ្ជើញប្រជាគុណ លោកបលាត់ក្រែងលោកនាំតកែមកទិញត្បូងចុះមិននៅជួបពិភាក្សាជាមួយលោកប៉ាមិនក៏ចេញមកក្រៅអញ្ចឹង គុណឥឡូវដូចជាប្លែកណាស់ ខ្ញុំនៅតែធម្មតាដូចជាគ្មានអ្វីប្លែកផង តែខ្ញុំឃើញគុណដូចជារាក់ទាក់ស្និទ្ធស្នាលជាមួយនឹងកូនឈ្នួលម្នាក់នោះណាមែនទេគុណ ខ្ញុំថាលោកបលាត់កុំនិយាយរឿងអ្នកដតីបានទេគួរតែទៅនិយាយរឿងការងារជាមួយលោកប៉ាវិញល្អជាង គិតទៅបែកគ្នាមិនបានប្រហែលខែផងខ្ញុំមើលតែគុណប្លែកច្រើនណាស់ប្លែកតតែខ្ញុំស្មានមិនដល់ ចាថ្ងៃដែលកន្លងផុតទៅវាមិនដូចគ្នាទេលោកបលាត់ គុណនិយាយបែបនេះមានន័យថាយ៉ាងម៉េច ដុំគ្រោះចាស់ឆ្នាំអាចខ្លាចទៅជាពេជ្រជួនកាលមហាសេដ្ឋីក៏អាចខ្លាចទៅជាអ្នកកំសត់ទុរគតបានដែរត្រង់នេះវាស្រេចទៅលើការប្រព្រឹត្តរបស់មនុស្សម្នាក់ៗទេលោក មិនអីទេគុណខ្ញុំផ្ញើទុនគុណសិនចុះ យ៉ាងម៉េចទៅលោកតម្លៃត្បូងនោះវាមិនថ្លៃពេកទេ បាទប្រជាគុណតម្លៃនេះខ្ញុំអាចទទួលយកបានទៀនប្រុស ព្រះដាច់គុណយ៉ាងម៉េចហើយតើតម្លៃត្រូវគ្នាដែរទេ មិនអីទេត្រូវរើគ្នាអស់ហើយណា តែពេលនេះលោកថៅកែចង់ទៅមើលការជីកត្បូងខ្ញុំនឹងនាំលោកថៅកែទៅពិនិត្យឯដងត្បូងគឺខាងត្បូងឯនោះណា បាទព្រះដាច់គុណ មកសូមជួយលោកសូមជួយទៅតាមខ្ញុំចៅចិត្ត បាទបដិជគុណ មកតាមខ្ញុំ បាទ សូមជួយលោក បាទសូមអញ្ជើញប្រជាគុណ លោកបលាត់មិនអញ្ជើញទៅទេហ៎ ទៅទេធ្លាប់មើលច្រើនដងហើយ បាទ
ចឹងក៏ស្រេចតែចិត្តចុះ លោកប៉ាខ្ញុំក៏ត្រូវទៅដែរ គុណប្រញាប់ទៅណាគុណចង់ឲ្យខ្ញុំនឹងអង្គុយម្នាក់ឯងមែនទេ អូបើអញ្ចឹងនារីកូននៅជជែកជាមួយលោកបលាត់កំដរលោកសិនទៅណាប៉ានាំលោកតកែទៅពិនិត្យដូងត្បូងមួយផ្លែទេនឹងត្រឡប់មកវិញហើយណា លោកប៉ា មកសូមជួយលោកជួយមកតាមខ្ញុំ បាទសូមអញ្ជើញព្រះរាជគុណ គុណជប់សិនគុណឆ្លើយសំណួរខ្ញុំសិន មានរឿងអីអញ្ជើញមានប្រសាសន៍មកចាស់ បាទមានរឿងសំខាន់ណាស់ចង់ប្រាប់គុណ និយាយមកសំខាន់យ៉ាងណា គឺសំខាន់ស្មើជីវិតខ្ញុំតែម្ដងត្បិតអីជីវិតខ្ញុំនេះរងកម្មយូរណាស់មកហើយគុណនារី ចា តើមេតាជួយសង្គ្រោះខ្ញុំផងបានទេ លោកបលាត់មិនទាន់ប្រាប់ខ្ញុំផងតើឲ្យខ្ញុំជួយដូចម្ដេច បើគុណជួយមែនមុខជាបានផលប្រកបណាស់ ប្រាប់ខ្ញុំសិនមក ណែខ្ញុំបាទស្រឡាញ់គុណ ណែលោកបលាត់ខ្ញុំប្លែកណាប្លែកក្នុងចិត្តតែម្ដង មិនបានជាគុណប្លែកតើស្នេហារបស់ខ្ញុំនេះវាចម្លែកណាស់ទៅហ៎ ខ្ញុំមិននឹកស្មានថាលោកស្រឡាញ់ស្រីដូចជារូបខ្ញុំ តែខ្ញុំអត់មានឆ្ងល់បន្តិចសោះព្រោះខ្ញុំឃើញគុណនេះល្អគ្រប់ប្រការ ខ្លួនខ្ញុំអត់មានអីល្អទេលោកបលាត់ គុំនិយាយមកអាប់ខ្លួនឯងអីគុណខ្ញុំបាទគិតច្រើនណាស់ទៅដាច់ចិត្តយ៉ាងម៉េច ដាច់ចិត្តមកជម្រាបគុណថាស្រឡាញ់គុណពេញបេះដូងស្រឡាញ់គុណពិតប្រាកដគុណតើគុណអាចតបនឹងសេចក្តីស្នេហារបស់ខ្ញុំបានទេ រឿងនេះខ្ញុំតបនឹងលោកបលាត់មិនបានទេ ហេតុអីបានជាគុណតបខ្ញុំមិនបាន ព្រោះខ្ញុំមិនស្រឡាញ់ ហេតុអីបានជាគុណមិនស្រឡាញ់ខ្ញុំ ព្រោះបេះដូងខ្ញុំមិនទទួល ពុទ្ធោគុណនេះគុណមិនអាសូរខ្ញុំទេគុណកំពុងតែបំផ្លាញស្នេហារបស់ខ្ញុំហើយ លោកបលាត់មានស្ត្រីច្រើនណាស់ដែលល្អជាងខ្ញុំមិនក៏លោកមិនទៅស្រឡាញ់ តែខ្ញុំបាទសូមផ្ញើជីវិតទៅលើគុណម្នាក់ប៉ុណ្ណោះ តែខ្ញុំមិនបានស្រឡាញ់លោកបលាត់ទេ គុណពេលនេះខ្ញុំតច្រកឯណាហេតុអីបានជាគុណមិនស្រឡាញ់ខ្ញុំព្រោះគុណមានអ្នកដែលស្រឡាញ់រួចហើយមែនទេ ណែលោកបលាត់កុំប្រើពាក្យឆ្លៀនពៀនមកលើខ្ញុំខ្លាំងពេក ខ្ញុំមិនបានឆ្លៀនពៀនទេគុណតែខ្ញុំនិយាយការពិតយ៉ាងម៉េចចង់ឲ្យខ្ញុំប្រាប់ឈ្មោះបានគុណអត់ចិត្តហ៎ បើដឹងក៏និយាយទៅ មានអ្នកណាក្រៅពីអចិត្តទេព្រោះវាជាកម្មករថ្មីសម្ដីផ្អែមតែវិធីតក្រដោយមនុស្សសំទានគេនេះហ៎ជាមនុស្សដែលគុណត្រូវការ លោកពិសេសជាងគេត្រង់ណាទៅបានជាមើងងាយគេយ៉ាងនេះចិត្តក្រតែទ្រាំតែមានគុណសម្បត្តិខ្ពស់មិនដូចលោកទេយ៉ាងម៉េចលោកអាងមានមាសប្រាក់យកមកទិញសេចក្តីស្នេហាពីខ្ញុំហ៎លោកមានមាសប្រាក់ដែលចិត្តគ្មានតែរបស់ដែលចិត្តមានលោកមិនមានសូម្បីតែបន្តិចលោកដឹងទេ ចុះខ្ញុំនេះនៅខ្វះស្អីទៀត សុភាពបរោះនិងសុភាវៈជាកូនប្រុស ចុះខ្ញុំនេះមិនមែនជាកូនប្រុសទេ ត្រូវហើយលោកបលាត់គ្រាន់តែមានរាងកាយជាកូនប្រុសតែចិត្តរបស់លោកបលាត់ខ្លាចលើសស្រីទៅទៀត គុណហេតុអីបានជាគុណគេប្រមាថខ្ញុំដូច្នេះ អត់មានប្រមាថការទៀនអីទេលោកខ្ញុំនិយាយតែការពិតលោក
ប់ផ្លេចហើយចោលប្លន់នៅកណ្ដាលព្រៃនរណាហ៊ានតតាំងនរណាយកតែព្រះអាយុព្រោះពេលនោះកំភ្លើងមិននៅនឹងខ្ញុំ បើទោះជាមានក៏រត់បាត់ជើងសព្រាតឲ្យរួចតែខ្លួនប៉ុណ្ណោះ ឈុំចៃខុនខ្ញុំនឹងសងសឹកនោះរបស់ខុននៅពាក់ឥឡូវនេះ លោកបលិតលែងខ្ញុំខុនចង់ទៅណា លោកបលិតកុំចូលមកឲ្យសោះហ៎ ស្រ័យទៅខុនស្រ័យទៅ លោកប៉ា មានអ្នកណាជួយខុនទេ លោកប៉ាមកចាត់ជួយខ្ញុំផង តាមក្រុមមកខុនទៅណាខុន លែងខ្ញុំលោកបលិត ខ្ញុំលែងខ្ញុំ បលា លែងខ្ញុំ ខុននេះចុច ថោកទៀតហ៎ជប់ បានហើយបង មានរឿងអីចៅចិត្តបានជាលឺស្នូស្ទើរតែធ្លាក់ជាជាងផ្ទះ បាទបដិជគុណគឺ លោកប៉ាលោកបលិតអាក្រក់ណាស់ លោកបលាធ្វើអីកូន គេបំរុងនឹងចាប់កូនតែបាត់បងចិត្តមកជួយតន់ ហេតុអីបានជាលោកធ្វើអំពើច្រឡំខាមមកលើខ្ញុំយ៉ាងដូចនេះខ្ញុំខំជឿទុកចិត្តលើលោកថាលោកជាមនុស្សល្អជាកល្យានមិត្តរបស់ខ្ញុំតែទីបំផុតលោកបែរជាតបស្នងសងគុណខ្ញុំដោយរបៀបនេះ ព្រះរាជគុណខ្ញុំបាទពិតជាខុសពិតមែនសូមព្រះរាជគុណលើកលែងតួខ្ញុំផងចុះ លោកដឹងខ្លួនថាខុសតែលោកមកប្រព្រឹត្តបុតល្មើសមកលើខ្ញុំជាទម្ងន់យ៉ាងដូចនេះខ្ញុំអត់ទោសឲ្យតែយើងគួរឈប់រាប់អានគ្នាចាប់តាំងពីពេលនេះតទៅបិទទង្វើរបស់លោកនេះវាអាក្រក់សែនអាក្រក់ហើយអបលាជួជាតិជាទីបំផុតបើលោកដឹងខ្លួនថាខុសហើយនោះទ្វាសូមលោកចេញពីទីនេះភ្លាមទៅខ្ញុំស្ដាយណាស់លោកនៅព្រឹត្តិការណ៍ដែលបានកើតឡើងបាញ់មិញនេះណា បាទបដិជគុណលោកបលាន់លោកកុំបាច់តូចចិត្តតូចថ្លើមធ្វើអីព្រោះទង្វើដែលលោកបានធ្វើនេះជាទង្វើដែលខុសពិតមែនយើងត្រឡប់ទៅវិញ ខ្ញុំអរគុណអាចិត បាទបដិជគុណ បានឯងមកតាន់ពេលវេលាកុំអីមិនដឹងជាកូនស្រីរបស់ខ្ញុំនោះទៅជាយ៉ាងណាទេ បាទ ដល់ហើយ មកចាត់ខ្ញុំអរគុណបងណាស់ដែលបងបានមកជួយខ្ញុំតន់ មិនអីទេខុនបងទេដែលមកគួរទុកអូនឲ្យនៅតែម្នាក់ឯង ចៅចិត្តឯងចូលទៅសម្រាប់ចុះណា បាទ នារីកូន ចាលោកប៉ា ឡើងទៅលើផ្ទះជាមួយប៉ា ចាលោកប៉ា តើកូន
ពិតមែនហើយទិសដៅរបស់ពួកយើងគឺបន្ទប់ដាក់ត្បូង បងចុះផែនការយើងអនុវត្តនៅពេលណាវិញ គឺយប់នេះពេលដែលពួកគេសប្បាយភ្លេចខ្លួនតែយ៉ាងម៉េចបង ត្រូវចាំស្ដាប់បញ្ជាពីលោកបល្លាត់សិនចាំមកតាមយើងបាទបង Ôngមានរឿងអីអ៊ំ អស់នេះអាក្រក់ណាស់ថាម៉េចដឹងតែផ្ទះចវាយមានលុយវាបបួលគ្នាមកប្លន់ណា អ៊ំអញ្ចឹងយើងឆាប់ទៅប្រមូលបងប្អូនកម្មករយើងរកកបិតរកដបងស្ទាក់ពួកវាជាប់តោះបាទអ៊ំតោះ ហ៊ាននាំគ្នាអីមកប្លន់តែផ្ដាច់ជគុណផងហេចង់គិតណាអាផាន់ហើយហ៊ានទេកុំហ៎ហើយធ្វើតាមបញ្ជាបាឡាត់អញនឹងបញ្ជាកកកំភ្លឺលេបាញ់អញអាផាន់ងៀមណាស្គៀមលេខ្ញុំមកចាស់មិនខ្លាចទៅស្អីល្អខុនបងអញចង់អាបាឡាត់ទៅបានឆាប់ដោះលែងខុនរីភ្លាមមកចាស់ផងចាប់ដាក់ខ្លួនឯងចុះបងមិនចង់ឲ្យខុនរីសិនទៅពេលនេះឯងនេះពិតជាថោកទាបណាស់កុំដាក់ចាប់ភ្លាមចាស់ណាស្គៀមកុំខុនលឹកបំណែអាចិតខុនអាចិតឯងនេះតារំខានអញរហូតហើយឯងងាប់តាចិតអញនឹងបដៅឯងឲ្យដឹងដៃអញម្ដងឯង
ងើបមកអាបឡាត់មួយដៃនេះគឺសម្រាប់ប្រជាជនហើយមួយដៃនេះគឺសម្រាប់ខុននារីចិត្តទេមួយដៃនេះគឺសម្រាប់អញអាចចិត្តខុន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 ចាននៅក្នុងផ្ទះបដិជគុណណាមិនគុំមានរឿងនេះកើតឡើងសោះ ពិតមែនហើយនេះក៏កងបានតែចិត្តបបួលកម្មករមកតននេះគុំអីមិនដឹងជាទៅយ៉ាងណាទេ ចិត្តពិតជាក្លាហានមែនកុំតែបានចិត្តទេកុំអីផ្ទះបដិជគុណមិនដឹងជាទៅជាយ៉ាងណាទេ នេះនៅហប់មកប្រអប់ទៀតទេ បដិជគុណបដិជគុណខ្ញុំរៀបចំរួចហើយបដិជគុណ រៀបចំហើយអស់ហើយ ចាបដិជគុណ ឯងទៅក្នុងធ្វើការវិញចោះណាឯណានារីកូនប៉ាមកជួបប៉ានៅបន្ទប់ទទួលភ្ញៀវបន្តិចមើលកូន ចាលោកប៉ា កូនមិនបាច់តក់ក្រហល់ពេកទេប៉ាចង់សួរកូនថាមើលតើកូនមានស្គាល់ទៅចិត្តដែរឬទេ លោកប៉ាសួរកូនដូច្នេះ ព្រោះប៉ាចង់ដឹងថាតើនារីកូនប៉ាស្គាល់ចៅចិត្តបានប៉ុណ្ណា កូនស្គាល់បងចិត្តដោយតែលោកប៉ាស្គាល់គាត់ចឹងដែរ ប៉ាថាវាខុសគ្នា ខុសគ្នាយ៉ាងម៉េចលោកប៉ា ប៉ាស្គាល់ចៅចិត្តលក្ខណៈខាងក្រៅគឺភាពស្មោះត្រង់និងអង្អាចក្លាហានហ៊ានទទួលខុសត្រូវនឹងការងារធំតូចមិនចេះត្អូញត្អែតែគេជាមនុស្សដែលចូលចិត្តនិយាយត្រង់ដែលធ្វើឲ្យនារីកូនប៉ាតែងតែខឹងគេជារឿយៗមែនទេ ចាលោកប៉ាតែមនុស្សបែបនេះល្អជាងដែលជាជាងមនុស្សដែលមិននិយាយស្ដីហើយរងចាំតែឱកាសលោកប៉ា ប៉ាដឹងថាកូនមិនចូលចិត្តចៅចិត្តតាំងពីគេចូលមកធ្វើការគ្រាដំបូងម្លេះតើមែនទេ ប៉ា ណាស់ហើយ
រវល់តែនិយាយទៅតាក់ទៅតបរកស្ដាប់គ្នាមិនបានប៉ាក៏លែងសួរកូនទៀតដែរឯណាសុនសុន បាទទៀន ឯងមើលចូលទៅហៅចៅចិត្តមកខ្ញុំបន្តិចណា បាទទៀន អូឯងមកដល់ហើយ បាទបដិជគុណ អង្គុយចុះមក បដិជគុណមានការអីនឹងខ្ញុំ នារីកូន ចាលោកប៉ា កូនចូលទៅក្នុងវិញចុះប៉ាមានការនិយាយជាមួយនឹងចៅចិត្តបន្តិច ចាលោកប៉ា បដិជគុណតើខ្ញុំមានរឿងអីមែនទេបដិជគុណ គឺជារឿងគុណបំណាច់ដែលខ្ញុំត្រូវសងទៅឯងវិញនោះអី ទៀមប្រុសខ្ញុំបាទមិនត្រូវការគុណបំណាច់អ្វីពីបដិជគុណនោះទេខ្ញុំបាទបានធ្វើកិច្ចការងាររាល់ថ្ងៃគឺដោយក្តីកតញ្ញូតែប៉ុណ្ណោះអ្វីដែលបដិជគុណបានសង្គ្រោះខ្ញុំបាទដូចសពថ្ងៃនេះគឺជាគុណបំណាច់ដ៏ធំធេងណាស់ទៅហើយទៀមប្រុស ខ្ញុំថាវាមិនទាន់គ្រប់គ្រាន់ទេចៅចិត្ត តែ ចៅចិត្តឯងមិនបាច់និយាយវៀងឲ្យវែងសេចក្តីទេខ្ញុំដឹងថាអ្នកឯងនិយាយមិនត្រង់នឹងខ្ញុំទេមែនទេ ទេបដិជគុណខ្ញុំបាទមិនហ៊ានមិននិយាយមិនត្រង់ជាមួយនឹងបដិជគុណនោះទេ ខ្ញុំជាមនុស្សចាស់ខ្ញុំតែងតែយល់រាក់ជ្រៅជាងឯងមិនខាន តែ ណាស់ហើយចៅចិត្តខ្ញុំអាចទាយចិត្តឯងត្រូវឯណាខុនរី ប៉ា នេះជាមនុស្សម្នាក់ដែលឯងត្រូវការស្មើនឹងជីវិតនោះមែនទេ បដិជគុណ ចៅចិត្តខ្ញុំនឹងលើកខុនរីកូនស្រីតែម្នាក់គត់ឲ្យរៀបការនឹងឯងណា បដិជគុណ លោកប៉ាកូនពិតជាអរគុណលោកប៉ាណាស់ដែលតែងតែមើលថែរក្សាកូនតាំងពីតូចរហូតមកដល់ពេលនេះលោកប៉ាមិនដែលស្ដីបន្ទោសមានតែណែនាំកុំឲ្យកូនស្រីម្នាក់នេះខុសឆ្គងនឹងច្បាប់ស្រី បដិជគុណខ្ញុំបាទជួបគ្រោះភ័យបានតោងស្អិតដៃស្អិតកាយជាមួយនឹងគ្នាខ្ញុំបាទក៏សូមសន្យាថានឹងមើលថែគ្នាជួយការពារគ្នាចាប់ពីថ្ងៃនេះតទៅណាបដិជគុណ ចាប់តាំងពីពេលនេះទៅប៉ានឹងសំគុំកូនស្រីទាំងពីរកូនប្រុសកូនស្រីទាំងពីរឲ្យបានគ្នាជាស្វាមីភរិយាតរៀងទៅណាកូន លោកប៉ា បដិជគុណ កូនស្រីមាសឪពុក
ដាំដោយព្រមវិហារធម៌នៃចិត្តមេត្តាករុណាមុទិតាឧបេក្ខាក្នុងគ្រានេះគឺបានលូតដើមបែកធៀងសាខាចេញខ្ពរប្រុងនឹងលាស្រទោផាល់ផ្លូវនេះជាផ្លូវសេរីតែក៏នឹងជួបគ្រោះភ័យជាតិជាប្តីប្រពន្ធមានភ្លើងមួយដុំឲ្យខំពន្លត់រនៀបបាក់ស្រុតឲ្យខំជួសខ្នើសខ្នងលឺលួសឲ្យដើររំលងស៊ូទ្រាំពំជាប់នៅពាក្យថាខន្តីមេត្តាករុណាឧបេក្ខាទៅគ្នានឹងគ្នាណាកូន